ធឿនធារាពេជ្រសម្បត្តិត្រៀមធ្វើការធ្ងន់ប៉ះនឹងជើងខ្លាំងបារាំងហាត់គុណខ្មែរពីររូបនេះគឺត្រៀមប្រកួតនាប្រទេសកម្ពុជាបាទជំរាបសួរប្រិយមិត្តបងប្អូនហើយមានព័ត៌មានថ្មីក្តៅមកទៀតហើយពីកីឡាករគុណខ្មែរកបីប្រយពេជ្រសម្បត្តិហើយនឹងកីឡាករកែមភៀធឿនរាត្រៀមប៉ះជាមួយនឹងជើងខ្លាំងបារាំងហាត់គុណខ្មែរគឺកីឡាករអូម៉ាសែមហើយនឹងកីឡាករអំបាយសែមប៊ីដែលជាសិស្សប្អូនរបស់អូម៉ាព្រោះអីកីឡាករទាំងពីរនេះគាត់បានប្រកាសចង់ប៉ះជើងខ្លាំងជួមុខប្រទេសកម្ពុជាគឺកីឡាករធឿនធីរាហើយនិងកីឡាករកបីប្រៃពេជ្រសម្បត្តិហើយរវាងកីឡាករធឿនធីរានិងកីឡាករអូម៉ានេះបើតាមផ្គត់ផ្គង់ឲ្យប៉ះវិញគឺអ្នកគាំទ្រគុណខ្មែរក៏ចង់ឲ្យប៉ះច្រើនខ្លាំងមែនទែនហើយកន្លងមកគឺខាងស្ថានីយ៍គាត់បានរៀបចំឲ្យអ្នកទាំងពីរនេះមានចូលរួមប្រកួតប៉ះគ្នាផងដែរប៉ុន្តែក្នុងការនោះគឺប្រកួតបែបម៉ារ៉ាតុងគឺមានកីឡាករធឿនធីរាប៉ាវ៉ែលតណាន់ឆៃអីហ្នឹងប្រិយមិត្តបងប្អូនដែលចូលរួមប្រកួតមកព្រឹត្តិការណ៍កាលហ្នឹងបងប្អូនចូលរួមប្រកួតរួមដណ្ដើមខ្សែក្រវ៉ាត់មានអូម៉ាមានអីប៉ុន្តែកាលនោះគឺកីឡាករធឿនធីរាគាត់អត់បានចូលរួមប្រកួតប៉ះជាមួយនឹងម៉ារ៉ាតុងជាមួយអូម៉ាទេដោយគាត់របួសជើងហើយកីឡាករអំបាយសែមប៊ីនេះជាសិស្សប្អូនរបស់អូម៉ានេះក្រោយគាត់ឈ្នះកីឡាករកាន់មិញហុងគាត់បានប្រកាសថាចង់ប៉ះជាមួយនឹងជើងខ្លាំងគុណខ្មែរពេជ្រសម្បត្តិខ្លាំងតែនតែបើយោងតាមគាត់ចង់ប៉ះវិញតាមលោកគ្រូពេជ្រសុផាន់និងលោកគ្រូសៀងហៃគាត់ចង់ផ្គត់ផ្គង់ឲ្យប៉ះយូរណាស់ហើយបងប្អូនរវាងកីឡាករអំបាយសែមប៊ីនេះណាដែលជាសិស្សប្អូនអូម៉ានេះប៉ុន្តែកាលនោះគឺលោកគ្រូពេជ្រសុផាន់ចរចាអត់ទាន់ត្រូវតែសំខាន់គឺថ្ងៃខាងមុខនេះអាចនឹងមានការប្រកួតរវាងកីឡាករបងប្អូននេះប៉ះនឹងជើងខ្លាំងជួមុខកម្ពុជាយើងធឿនធីរានិងកបីប្រៃពេជ្រសម្បត្តិធានាថាដឹងតែក៏ក្រៅហើយដូចជាកីឡាករអំបាយសែមប៊ីនេះទៅតែផ្ដួលជើងខ្លាំងគុណខ្មែរកាន់មិញហុងថ្មីទេបងប្អូនផ្ដួលឲ្យបោះបង់ការប្រកួតនៅទឹកទី1ទាត់ចំកផ្លូវលមូលជើងមិនបងប្អូនតែមើលទៅកីឡាករអំបាយសែមប៊ីនេះគាត់ទាត់តិចប៉ុន្តែអាវុធគាត់ធ្ងន់ឬយ៉ាងណាកាន់មិញហុងកន្លែងហ្នឹងគឺដួលធ្ងន់ខ្លាំងតែបងប្អូនតែកីឡាករកាន់មិញហុងគឺការប្រកួតរបស់គាត់មួយប្រកួតគឺអាវុធរបស់គាត់ស្អាតល្អបងប្អូនប៉ុន្តែដល់ពេលប៉ះបងអូម៉ាសែមទៅគឺរៀងចាប់ប៉ុន្តែកីឡាករនេះក្រោយឈ្នះកាន់មិញហុងអ្នកគាំទ្រគុណខ្មែរបានបោះប្លង់ទៅកបីប្រៃពេជ្រសម្បត្តិច្រើនខ្លាំងតែនចង់ឲ្យកបីប្រៃពេជ្រសម្បត្តិលុតកីឡាករអំបាយសែមប៊ីនេះម្ដងហើយយើងចាំមើលការប្រកួតថ្ងៃមុខតើអ្នកទាំងពីរហ្នឹងអាចនឹងប៉ះជាមួយនឹងជើងខ្លាំងគុណខ្មែរដែរឬទេព្រោះអូម៉ាការប្រកួតចុងក្រោយរបស់គាត់ចាញ់ស្លប់បោះបង់ការប្រកួតដោយនៅសង្វៀនរាជសីគុណខ្មែរកិនស្បឺតកាលនោះចាញ់កីឡាករធណាន់ឆៃតែអូម៉ាអាវុធគាត់ការប្រកួតគឺល្អបងប្អូនមិនលុំទេអាវុធរបស់គាត់ធ្លាប់ឈ្នះកែវរំចង់ឈ្នះឈើល្វីហើយការប្រកួតកន្លងមកបងប្អូននឹងឈ្នះជើងខ្លាំងគុណខ្មែរពីររូបហើយគឺបើជើងល្វី3រូបបងប្អូនជើងល្វីកែវរំចង់ហ្នឹងសតើចាញ់ក្រោមជើងរំដាប់ដៃរន្ទះរបស់អូម៉ានេះហើយថ្នាក់មានតែព័ត៌មានប៉ុណ្ណឹងទេចែកជូនបងប្អូនកុំភ្លេចចុច Subscribe នៅមួយផងចាស់ដឹងដើម្បីព័ត៌មានថ្មីពី Channel គុណខ្មែរ TV ចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ